តែខ្មៅជាមុនសិនវត្តតែខ្មៅចំនួន120ចាក់បន្តិចទៀតចំនួន120ចាក់ចូលនៅក្នុងកែវមួយសិនតើមកយើងចាក់ខ្នែសិនបន្តិចទៅចាក់ទៅដល់គល់ស្រស់ចូលបន្តិចតើមកយើងវ៉ាទៅដល់គល់ខាប់45ចំណោះ45ចូលទៅក្នុងតែខ្មៅដល់គោយើងហាមទឹកស្ករ10ទឹកស្ករ10មុន10 cc អានេះស្រាប់ព្រាសម្រាប់គោអញ្ចឹងទឹកស្ករយើងដាក់រួចហើយយើងចាក់ចូលទៅក្នុងកែវរបស់យើងតោះមកយើងកូរវាឲ្យសព្វកូរសព្វហើយយើងចាក់កែវនេះចូលដើម្បីក្លុកឲ្យវាចេញជាតិតែឈ្ងុយចូលកែវក្លុករបស់យើងចាក់ទឹកកករបស់យើងចូលតមកយើងក្លុកវាចាប់ផ្ដើមក្លុកវាចំនួន10ដងនៅទី3 4 5 6 7 8 9 យើងរាប់ឲ្យគ្រប់ចំនួន10ដងទៅ10ដងតមកយើងបើកម្របចាក់ចូលទៅក្នុងកែវរបស់យើងតែម្ដងរួចរាល់ចាក់ក្នុងកែវមិនតាន់ហើយទេប៉ុន្តែយើងថែមទឹកកកបន្តិចថែមកណ្ដែសិនបន្តិចទៅរួចរាល់ថែមទឹកកកហើយយើងថែមកណ្ដែសិនពីលើបន្តិចទៅបើឲ្យបង្កើនរសជាតិឈ្ងុយឆ្ងាញ់ខ្មៅទៅដល់គោរបស់យើងបានរួចរាល់ហើយបាទអ្នកទាំងអស់គ្នាចូលចិត្តប្រភេទជាតែខ្មៅដល់គោអាចមកហាងតែគុយ111បានដែលមានទីតាំងនៅផ្លូវវែងស្រេងនៅក្នុងក្រាសាំង PPT ដែលធំជាងគេក្រាសាំង PPT ផ្លូវវែងស្រេងបើចូលចិត្តវីដេអូរបស់នាងខ្ញុំជួយចុច like comment ឲ្យអ្នកមួយផងដើម្បីជាកម្លាំងចិត្តក្នុងការផលិតផលិតផលផ្សេងទៀតឬក៏អ្នកទាំងអស់គ្នាអាចកំងតាម Food Panda ក៏បានដែរបាយបាយចាំជួបគ្នានៅវីដេអូក្រោយទៀត